ពីប្រឡូកមើលឃើញថាខ្មែរពិតជាអត់ធ្មត់មែនខ្មែរពិតជាថ្លៃថ្នូរមែនហើយគឺជាថៃតវិនដែលបកគោបញ្ហានេះទាំងអស់នេះមិនមែនជាខ្មែរយើងទេនេះអញ្ចឹងទៅបន្តរក្សាហ្នឹងទៅយើងនឹងតមុខជាមួយនឹងគ្នាបានជោគជ័យអរគុណឃើញថាទី1គឺយើងមានកងទ័ពអស្ចារ្យរបស់យើងកំពុងការពារព្រំដែនហើយក៏មានប្រជាជនដែលរស់នៅនេះគឺសុខសុវត្ថិភាពផ្ទះប្រមាណខ្នងដែលបានគេបានបោះបង់គឺច្បាស់នឹងរោដំណោះស្រាយបើសិនជាថៃមិនដឹងខ្លួនឲ្យវិញទៅយើងនឹងកាត់គូជាមួយគ្នាជាប្រទេសជាតិទាំងមូលដើម្បីជួយដល់បងប្អូនដែលបោះបង់អ្វីដែលបងប្អូនខ្វះខាតអ្វីដែលបងប្អូនបោះបង់គឺជឿជាក់លើគ្នាយើងនិយាយដោយស្ថិរភាពជាមួយថ្នាក់ដឹកនាំជាមួយនឹងមនុស្សសប្បុរសជនយើងពិតជានឹងរោដំណោះស្រាយព្រោះខ្ញុំដឹងច្បាស់ថាប្រទេសយើងទាំង17-18លាននេះតែកំពុងតាមដានកំពុងតាមមើលជាក់ស្ដែងហើយនឹងត្រៀមក្នុងការជួយបងប្អូនត្រូវការអ្វីខ្លះច្បាស់នឹងជួយចឹងទៅហើយខ្ញុំនឹងចូលរួមជួយផ្ទាល់ដែរធ្វើម៉េចបានជំនួយដល់កន្លែងដែលត្រូវការអញ្ចឹងទៅអរគុណច្រើនបងប្អូនសម្រាប់រក្សាភាពគឺថាសិលធម៌អញ្ចឹងទៅគឺឃើញឲ្យបន្តទៅប្រឹងចំពោះបងប្អូន